ប្រឈមជាមួយនឹងជំងឺមហារីកផងដែរចាញ់ជាប្រភេទអាចរុយឬក៏ជាំផងដែរជំរាបសួរគណៈសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះគឺយើងនឹងជួបជាមួយនឹងអ្នកជំនាញមួយរូបដែលមកធ្វើការបកស្រាយទាក់ទងជាមួយនឹងការប្រើប្រាស់ផលិតផលថែរក្សាសម្រស់នៅលើស្បែកមុខដែលប្រធានបទដំបូងរបស់យើងគឺទាក់ទងជាមួយនឹងការប្រើប្រាស់ sunscreen ដូច្នេះយើងងាកមកស្វាគមន៍ជាមួយនឹងអ្នកជំនាញរបស់យើងវិញម្ដងសូមជំរាបសួរអ្នកគ្រូដុកទ័រចាជំរាបសួរអូនសុខសប្បាយទេអ្នកគ្រូចាសុខសប្បាយធម្មតាចាអរគុណអ្នកគ្រូអញ្ចឹងសូមឲ្យអ្នកគ្រូជួយណែនាំខ្លួនទៅកាន់ទស្សនិកជនរបស់យើងផងចាជំរាបសួរនាងខ្ញុំឈ្មោះវាសនាឯកនិស័យជាវិជ្ជបណ្ឌិតផ្នែកសម្រស់ចាថ្ងៃនេះផងដែរនាងខ្ញុំមានប្រធានបទមួយទាក់ទងជាមួយនឹងការប្រើប្រាស់ sunscreen ដែលចង់ឲ្យអ្នកគ្រូជួយណែនាំក៏ដូចជាបកស្រាយលម្អិតបន្ថែមថាហើយអ្វីបានជាយើងត្រូវប្រើប្រាស់ sunscreen ចាហើយមួយទៀតតើ sunscreen នឹងមានអត្ថប្រយោជន៍អ្វីខ្លះតើនៅពេលដែលយើងមិនបានប្រើ sunscreen តើមានផលវិបាកដែរឬទេចាតាក់ទងជាមួយនឹង sunscreen គឺពិតជាមានអត្ថប្រយោជន៍ខ្លាំងមែនតើហ្មងអូនអញ្ចឹងបើសិនជាក្នុងលក្ខខណ្ឌយើងអត់ប្រើប្រាស់ sunscreen វាមិនធំតគេហៅថាបំផ្លាញបញ្ហាសម្រស់របស់យើងទេក្នុងនឹងផងដែរវាក៏អាចជាអតិពលធ្វើឲ្យយើងងាយប្រឈមជាមួយនឹងជំងឺមហារីកផងដែរចាហើយវាក៏ជួយក្នុងការកាត់បន្ថយនៅគេហៅថាបញ្ហានៃភាពចាស់ផងដែរហើយសម្រាប់ផលវិបាកជាមួយនឹងសម្រស់វិញបំផ្លាញខ្លាំងហ្មងអូនចាព្រោះអីការដែលត្រូវជាមួយនឹងពលឺថ្ងៃច្រើនពេកអាចធ្វើឲ្យមុខរបស់យើងនឹងទីមួយចាស់ជាងវ័យបន្សល់នូវភាពជ្រីវជ្រួញហើយបន្ថែមជាមួយនឹងការចាញ់ជាប្រភេទអាចរុយឬក៏ជាំផងដែរចាសូមអរគុណអ្នកគ្រូដុកទ័រដែលបានធ្វើការពន្យល់បកស្រាយទាក់ទងជាមួយនឹងប្រធានបទរបស់យើងដូច្នេះសម្រាប់ពុកម៉ែបងប្អូនដែលចង់ទទួលបានចំណេះដឹងផ្សេងៗទាក់ទងជាមួយនឹងការប្រើប្រាស់ផលិតផលថែរក្សាសម្រស់ក៏ដូចជាជ្រើសរើសផលិតផលឲ្យត្រូវតាមប្រភេទស្បែករបស់យើងចាកុំភ្លេចធ្វើការ like និង follow page របស់ Ichi Beauty Cambodia ហើយយើងនឹងជួបគ្នានៅក្នុងវីដេអូបន្ទាប់ជាមួយនឹងអ្នកគ្រូដុកទ័រនៅក្នុងប្រធានបទថ្មីនិងចំណេះដឹងថ្មីៗចាសូមអរគុណ